The test result revealed the truth. The test results show the truth គេថាលទ្ធផលនៃ test ហ្នឹងគឺបើកបង្ហាញការពិតពាក្យ reveal មានន័យថាបង្ហាញក្នុងន័យថារបស់ហ្នឹងគឺគេលាក់បាំងអីទៅហើយបើបង្ហាញជាលក្ខណៈសាធារណៈលាតត្រដាងបង្ហាញជាលក្ខណៈអញ្ចឹងបើគេប្រើពាក្យ reveal There was a significant improvement There was a big improvement មានការរីកចម្រើនយ៉ាងខ្លាំងអូខេន័យគឺអញ្ចឹងណា significant បើសិនជាគេប្រើសម្រាប់លក្ខណៈបរិមាណណាគឺគេចង់មានន័យថាវាធំអូខេ significant Butter can substitute for oil Butter can replace oil substitute គឺជំនួសណា Bur គឺអាចជំនួសឲ្យប្រេងបានចឹងនៅទីនេះគេប្រើពាក្យ substitute ណាហើយ substitute វាខុសពី replace ត្រង់ថាយើងត្រូវមាន preposition for មួយ substitute for something បើ replace អត់ចាំបាច់ទេ Plants cannot sustain life without water Plants cannot live without water គេថារុក្ខជាតិគឺมันអាចបន្តជីវិតបានទេដោយអត់មានទឹកពាក្យ sustain អានឹងគឺមានត្រូវត្រង់ណាត្រូវត្រង់ជីវិតអូខេឬក៏បន្តជីវិត noun របស់វាគឺ sustainability ដែលមានន័យថានិរន្តរភាព Education can transform lives Education can change lives គេថាការអប់រំគឺអាចផ្លាស់ប្ដូរជីវិតបានចឹង transform change ផ្លាស់ប្ដូរណា transform ន័យវាគឺផ្លាស់ប្ដូរជាលក្ខណៈប្រែរូបប្រែរាងហ្មងចឹងហើយបងប្អូនមើលតុក្កតារបស់ក្មេងៗមនុស្សប្រែទៅជាមនុស្សយន្តអីហ្នឹងគេប្រើពាក្យ transform ហ្នឹង transformer អូខេប្រែកាយហ្នឹងណាចាំមានប៉ុណ្ណឹងណាបងប្អូនសាកយកពាក្យមួយមកប្រកាសជាប្រយោគឲ្យ comment កុំវីដេអូនេះ